ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញតាមដានរឿង One Piece បន្តទៀតវីដេអូនេះចាប់ផ្ដើមនៅរោងចក្រផលិតស្មៅរបស់ Doflamingo នៅទីនោះកូនចៅរបស់ Doflamingo បានបង្វែងឆោតក្រុមថនថាថាចំនួន500នាក់ឲ្យមកជួយដាំឈើដែលផ្លែរបស់វាគេយកទៅផលិតជា Devil Fruit សិប្បនិមិត្តដែលហៅថាស្មៅលក្ខខណ្ឌការងារនៅទីនោះពិបាកខ្លាំងណាស់ហើយអ្នកដែលធ្វើមិនបានត្រូវចិត្តគេទេនឹងត្រូវបានគេវាយតាមពិតប្រជាជនថនថាថាមានមេតូចមែនតែកម្លាំងខ្លាំងណាស់បើសិនជាពួកគាត់ចង់វាយរំដោះខ្លួនចេញក៏មិនពិបាកដែរគ្រាន់តែពួកគាត់ត្រង់ហើយល្ងងទៀតការដែលពួកគាត់យកប្រងធ្វើការនៅទីនេះគឺដោយសារតែគេកុហកពួកគាត់ថាពនាងម៉ាន់ជេរីរបស់ពួកគាត់ឈឺហើយការងារដែលពួកគាត់ធ្វើរាល់ថ្ងៃហ្នឹងគឺដើម្បីព្យាបាលពនាងម៉ាន់ជេរីការទៅមើលក្រុមរបស់អូសាវិញពេលនេះពួកគេកំពុងតែរៀបរាប់វិធីដើម្បីយកថ្នាំដែលមានរាងនៅទៅពេលមួយជួរទៅដាក់ក្នុងកត្រកទៅពេលមួយជួររបស់ Sugar បញ្ហានៅត្រង់ថា Trevor ដែលនៅចាំការពារ Sugar បាញ់ត្រង់ខ្លាំងណាស់សូម្បីតែសារ៉ុយក៏គាត់អាចបាញ់ចំកណ្ដាលខ្ងាស់ដែរបើសិនជា Leo ចង់មកថយចូលទៅច្បាស់គេមិនរត់ទេនៅពេលនោះ Robin បាននឹកឃើញវិធីមួយគឺនាងត្រូវបំបែក Trevor ចេញពី Sugar សិននាងបានតែកុហក Trevor ថានៅកំពង់ផែទី4មានអ្នកទិញឆាយឆៅចង់តថ្លៃហើយអ្នកទិញនឹងកាចណាស់វាយគេវាយឯងទៀតដល់ពេល Trevor ជឿក៏ធ្វើដំណើរចេញទៅកំពង់ផែទី4ជាមួយនឹង Robin កាលពេល Trevor ចេញទៅផុតអូសាប់បានប្រាប់ឲ្យក្រុមថនថាថាចូលទៅមុនគាត់និយាយធានាពួកគេថាមិនបាច់ព្រួយបារម្ភទេបើសិនជាមានរឿងអីគាត់នឹងចូលទៅជួយហើយក្រុមថនថាថាជឿអូសាប់ណាស់គាត់និយាយអីក៏ពួកគេជឿដែរបន្ទាប់មកពួកគេចាប់ផ្ដើមធ្វើសកម្មភាពហើយមិនយូរទេ Leo អាចយកថ្នាំទៅដាក់ចូលក្នុងត្រករបៀងមួយជួររបស់ Sugar បានពេលនេះរងចាំតែ Sugar យកថ្នាំនោះដាក់ចូលទៅក្នុងមាត់ទេនោះប្រតិបត្តិការ SOP របស់ពួកគេនឹងបានសម្រេចជោគជ័យបន្ទាប់មក Sugar ក៏បានរើប៉ះថ្នាំនោះតែនេះបានបោះវាចោលដោយសារតែនាងដឹងថាវាមិនមែនជាថ្នាំបាយជូរដល់ពេលអត់ជំរឿ Leo ក៏ប្រមូលគ្នាទៅប្រជុំមុខជាមួយនឹង Sugar ប៉ុន្តែដល់ពេលដែលពួកគេលោតចូលទៅ Sugar បានធ្វើឲ្យពួកគេមួយចំនួនធំខ្លាចទៅជាថយបន្ទាប់មក Sugar បានបញ្ជាឲ្យថយរបស់នាងចូលទៅបិគិតជាមួយនឹងគ្នារបស់ Leo ហើយដោយសារតែគ្នារបស់ Leo មិនចាំថាថយទាំងនោះសិតតែជាគ្នាឯងពួកគេក៏សម្របចូលទៅបិគិតគ្នាចំណែកអូសាវិញបានត្រឹមតែលួចមើលពួកគេពីចម្ងាយតែប៉ុណ្ណោះនៅពេលនោះផងដែរ Sugar ក៏បានប្រកាសតាមមេក្រូឲ្យ Trevor ត្រឡប់មកវិញព្រោះវាគៀនតាក់ទេដល់ពេលបែកការ Robin ក៏ព្យាយាមរត់គេចតែ Trevor បានលោតទៅចាប់នាងជាប់គ្រាន់តែថា Robin ដែល Trevor ចាប់បាននៅពេលនោះគឺជាខ្លួនកូពីតែប៉ុណ្ណោះដល់ពេលនោះ Sugar បានជា Trevor ថាអាមនុស្សភ្លេភ្លើល្ងើបខ្ងាស់ជួយ Trevor ខឹងខ្លាំងណាស់ក៏លើសសំពៅមួយបោះចូលទៅទីវិហារការកន្លែងដែល Sugar នៅកាត់ទៅមើល Luffy វិញពេលនេះគាត់កំពុងតែរត់គេចពីភីខានៅឡើយទេហើយវាឡាក៏មានការព្រួយបារម្ភពី Zoro ខ្លាំងណាស់ដែរតែ Luffy ប្រាប់នាងថា Zoro ជាការពារខ្លួនហើយបាននិយាយពី Zoro ពេលនេះគាត់កំពុងតែបិគិតជាមួយនឹងភីខាមិនទាន់នឹងចាញ់ឈ្នះទេក្នុងពេលជាមួយគ្នានៅ Colosseum គេឃើញថា Rebecca កំពុងតែវាយប្រហារទៅលើ Diamante នេះគឺជាលើកទី1ហើយដែលគេឃើញ Rebecca វាយប្រហារគេនៅពេលនោះ Diamante បានដកដំបងចេញពីប្រអប់តូចមួយសំពងក្បាល Rebecca ឡើងបែកមកខ្ទេចឃើញជាងក្រុមអ្នកមើលនាំគ្នាហូរកញ្ជ្រឹលសប្បាយចិត្តខ្លាំងណាស់ចំណែក Sabo បានពឹងឲ្យ Bartolomeo ជួយការពារ Rebecca ពេលហ្នឹង Diamante បានសួរ Rebecca ថាដឹងថាម៉ាក់របស់នាងស្លាប់យ៉ាងម៉េចអត់ពេលស្ដាប់មើលទៅដូចជានៅថ្ងៃដែលម៉ាក់របស់ Rebecca ស្លាប់ Diamante ក៏នៅទីនោះផងដែរត្រឡប់ទៅមើលនៅរោងចក្រវិញបន្ទាប់ពី Trevor លើសំពៅទៅវាយកំទេចពីមជាការហើយ Robin បានទៅជួប Usopp ហើយប្រាប់ថាពេលនេះ Leo ហើយនឹងក្រុមថនថាថាត្រូវបាន Trevor ចាប់ខ្លួនអស់ហើយកាយរបស់ Trevor ស្អិតខ្លាំងណាស់ទោះបីក្រុមថនថាថាមានកម្លាំងខ្លាំងប៉ុណ្ណាក៏រើអត់រួចដែរនៅពេលនោះ Trevor បានសួរ Leo ថាអ្នកណាគេជាអ្នកដឹកនាំពួកគេមកដំបូងឡើយ Leo ព្រមប្រាប់ទេធ្វើឲ្យ Usopp សប្បាយចិត្តបន្តិចប៉ុន្តែក្រោយមកគ្រាន់តែ Trevor និយាយបញ្ឆោតបន្តិច Leo ប្រាប់គេអស់អាលីងក្រោយពីសួរនាំដឹងរឿងអស់ហើយ Trevor បានប្រាប់តែគេដុតកាយស្អិតរបស់គាត់ឲ្យបន្ទុះឆេះយ៉ាងសាហាវដល់ពេលនោះដូចជាមិនគួរជឿសោះក្រោយពេលផ្ទុះឆេះអូសាប់បានរកឃើញថា Leo ហើយនឹងគ្នារបស់គាត់នៅរស់ទេដល់ពេលនោះអូសាប់បានប្រាប់ Leo ឲ្យប្រញាប់ដកថយព្រោះប្រតិបត្តិការ SOK នៅពេលនេះបរាជ័យហើយប៉ុន្តែ Leo មិនព្រមដកថយឡើយព្រោះគាត់ជឿថានៅពេលនេះតាហ៊ានជាមួយកំពុងតែរងចាំខ្លាយទៅជាមនុស្សវិញអានឹងសម្រាប់ Doflamingo ចោលដល់ពេលនោះអូសាប់ឆ្ងល់ខ្លាំងណាស់ថាហេតុអីបានជា Leo ហើយនឹងគ្នារបស់គាត់ផ្ដល់ក្តីសង្ឃឹមទៅលើតាហ៊ានជាមួយនឹងខ្លាំងម៉េចហើយ Leo បានប្រាប់ថាដោយសារតែតាហ៊ានជាមួយនឹងហើយទើបពួកគាត់មានទឹកចិត្តប្រយុទ្ធហ៊ានតតាំងជាមួយនឹង Doflamingo មុនពេលខ្លាចជាថ្វាយតាហ៊ានជាមួយនឹងគឺជា Gladiator ដែលខ្លាចជាងគេបំផុតចូលចាំ Colosseum ឈ្មោះ Kiros តែទៅមើលតាហ៊ានជាមួយវិញពេលនេះគាត់ក៏កំពុងតែទៅខ្លួនរបស់ Lao Chi ផងដែរប៉ុន្តែកូនក្រុមរបស់គាត់នៅតែមានស្មារតីប្រយុទ្ធមិនទាន់ព្រមចោះចាញ់នៅឡើយទេចៃដន្យនៅពេលនោះស្រាប់តែមានការរំជួយដែលប្រហែលជាមកពីភីកាប្រយុទ្ធជាមួយនឹង Zoro ឃើញអាការល្អកូនចៅរបស់តាហ៊ានជាមួយក៏ជួយរំដោះគាត់ទៅចេញពី Lao Chi សិននៅតាមផ្លូវគាត់បានជួបជាមួយនឹងក្រុមអាចារ្យអាចារ្យខ្លះប៉ុន្តែមិនមែនជាបញ្ហាទេ
បញ្ហាគឺនៅពេលក្រោយមកគាត់បានជួបជាមួយនឹងកូនចៅរបស់ពីខាឈ្មោះកាឡាឌីសនៅពេលនោះកូនក្រុមរបស់តាហ៊ានជាមួយទាំងពីរសុខចិត្តចូលទៅលះបង់ខ្លួនដើម្បីផ្ដល់ឱកាសឲ្យតាហ៊ានជាមួយរត់គេចសមត្ថភាពពិសេសរបស់កាឡាឌីសគឺគាត់អាចមកផ្ទុះខ្លួនឯងបានដោយអត់មានផលប៉ះពាល់ដល់ខ្លួនគាត់បន្ទាប់ពីបំផ្ទុះកូនក្រុមរបស់តាហ៊ានជាមួយរួចហើយកាឡាឌីសក៏ដេញតាមហើយចាប់បានតាហ៊ានជាមួយផងដែរមារភាពពិសេសមួយទៀតរបស់កាឡាឌីសក្រៅពីបំផ្ទុះខ្លួនឯងគាត់ក៏អាចបំផ្ទុះរបបផ្សេងបានថែមទៀតនៅពេលនោះកាឡាឌីសមានបំផ្ទុះតាហ៊ានជាមួយសម្រាប់គាត់ចោលទៅហើយតែសំណើល្អជាលូហ្វីមកដល់ហើយជួយគាត់ទាន់បន្ទាប់មកលូហ្វីចង់វាយជាមួយនឹងកាឡាឌីសតែវាឡាបានខាត់ព្រោះកាឡាឌីសនឹងខ្លាំងទោះបីជាលូហ្វីវាយឈ្នះគាត់ក៏ត្រូវចំណាយពេលយូរដែរនៅពេលដែលពួកគេកំពុងតែរត់គេចនោះកាឡាឌីសបានបំផ្ទុះខ្លួនឯងធ្វើឲ្យមានកំទេចអេមីយ៉ាបោកត្រូវវាឡាឲ្យរបួសតែពេលនោះលូហ្វីបានសែងតាំងតាហ៊ានជាមួយនឹងវាឡារត់គេចចេញពីកាឡាឌីសបានសម្រេចបន្ទាប់មកកាឡាឌីសបានជួបជាមួយនឹងឃីណាមុនដែលតែងខ្លួនធ្វើជាដូហ្វ្លេមីងហ្គោដោយខ្លាំងណាស់ហើយឃីណាមុនបានប្រាប់កាឡាឌីសថាគាត់ចង់ជួបសាមរ៉ៃម្នាក់ឈ្មោះខាន់ជីរ៉ូតែកាឡាឌីសបានប្រាប់គាត់វិញថាខាន់ជីរ៉ូបាត់ខ្លួនយូរហើយតាមតែមើលលូហ្វីវិញពេលនេះគាត់បានឡើងទៅដល់វាចន់ទី2ហើយក៏បានឃើញដូហ្វ្លេមីងហ្គោនឹងប្រាប់ពួកផងដែរពេលនោះលូហ្វីចង់ចូលទៅវាយជាមួយដូហ្វ្លេមីងហ្គោណាប៉ុន្តែវាឡាបានប្រាប់លូហ្វីឲ្យចាំសិនចាំប្រតិបត្តិការ SOP បានសម្រាប់ចាំវាយលោកនៅពេលនឹងផងដែរពួកគេបានលួចមើលឃើញដូហ្វ្លេមីងហ្គោកំពុងតែសួរចម្លើយឡហើយនឹងស្ដេចអេរីគូប៉ុន្តែមើលទៅឡនៅនិយាយក្រានប្រាប់ដូហ្វ្លេមីងហ្គោទេគ្រាន់តែប្រាប់ថាគាត់បានប្រែសម្ព័ន្ធភាពជាមួយនឹងលូហ្វីវិញហើយដោយសារតែលូហ្វីមិនបានធ្វើតាមផែនការរបស់គាត់ការទៅមើលអូសាប់នឹងក្រុមថនតានៅចុងក្រោមវិញពេលនេះក្រុមថនតាត្រូវរបួសស្ទើរតែទាំងអស់ប៉ុន្តែលីអូមិនព្រមចាស់ចាញ់ទេនៅតែចង់អនុវត្តប្រតិបត្តិការ SOP បន្តទៀតទោះបីជាអូសាប់ខំខាត់យ៉ាងណាក៏ពួកគេមិនស្ដាប់ដែរការយន្តនៅពេលនោះដោយយកពងមាន់ទៅចូលជាមួយថ្មអញ្ចឹងហើយដោយសារតែត្រង់មើលលែងបានរ៉ូប៊ិនក៏សម្រេចចិត្តចូលទៅជួយពួកគេនេះបានបណ្ដុំដៃទៅចាប់ Trevor ជាប់ហើយក៏បានបង្ខំឲ្យស៊ូកាហាមាត់ដើម្បីឲ្យលីអូយកខាំក្របទៅដាក់ចូលក្នុងមាត់របស់នាងឃើញអញ្ចឹងម្នាក់រំភើបចិត្តណាស់ព្រោះគិតថាច្បាស់ជាបានជោគជ័យហើយប៉ុន្តែគួរស្ដាយស៊ូកាបានប្រាចង់ដៃទៅប៉ាដៃរបស់ Robin ប្រែក្លាយ Robin ទៅជាថ្វីម្នាក់ផងដែរស្ថានភាពនៅពេលនេះពិតជាអត់សង្ឃឹមខ្លាំងណាស់មិនដឹងថាត្រូវដោះស្រាយយ៉ាងម៉េចទៀតទេនៅពេលនេះលីអូហាញគ្នារបស់គាត់អស់កម្លាំងពីទៀតហើយគាត់ជឿជាក់ថាអូសាប់នឹងគេមកជួយគាត់ដូចបានសន្យាប៉ុន្តែអូសាប់ដែលជាមនុស្សកំសាន្តមិនបានធ្វើតាមសន្យាទេបែរជាគេចេញពីទីនោះទៅវិញគាត់ភ្លេចហើយថា Robin ក៏ត្រូវបានស៊ូកាធ្វើឲ្យខ្លាចទៅជាតុបតាផងដែរតែពេលនោះអូសាប់រត់បដាក៏រកលេសឲ្យខ្លួនឯងបដាថាគាត់ត្រូវតែរស់ដើម្បីសរសេរសភៅបទសាស្ត្រប្រាប់កូនចៅចំនួនក្រោយថាក្រុមធនធានក្លាហានប៉ុណ្ណាគណៈក្រុមធនធានដែលត្រូវរបងងើបលែងរួចនៅតែមានសង្ឃឹមថាអូសាប់នឹងត្រឡប់មកជួយពួកគេវិញពួកគេបាននាំគ្នាទន្ទិញឈ្មោះអូសាប់រហូតដល់ស៊ូហ្គើហើយនឹង Trevor ឆ្ងល់ថាអូសាប់នឹងណាគេហើយដោយសារតែចង់ដឹងពេក Trevor ក៏បានទៅសួរលីអូនៅពេលនោះលីអូបាននិយាយថាអូសាប់នឹងគឺជាវីរបុរសរបស់ពួកគាត់ជឿថាអូសាប់នឹងជួយរំដោះគ្នារបស់គាត់ដែលកំពុងតែធ្វើការនៅរោងចក្រព្រមទាំងជួយធ្វើឲ្យថ្មីទាំងអស់ត្រឡប់មកក្លាយទៅជាមនុស្សវិញសម្ដីរបស់លីអូតែប្រហែលនៅពេលនោះបានផ្សព្វផ្សាយតាមទូរស័ព្ទរបស់ Trevor ហើយលឺដល់អូសាប់ដែលកំពុងតែរត់គេចធ្វើឲ្យអូសាប់ឈានជើងរត់គេចឡើងយ៉ាងរួចបន្ទាប់មក Trevor បានចំអកឲ្យក្រុមថនថាពួកគេពិតជាភ្លើនណាស់អូសាប់និយាយកុហកពួកគេតែប៉ុណ្ណោះបើសិនជាអូសាប់ជាវីរបុរសមិនមែនដែលសង្ងំលាក់ខ្លួនរហូតដល់ពេលនឹងអញ្ចឹងទេនិយាយមកតរួចពីមុនផងអូសាប់បានបង្ហាញខ្លួនហើយប្រើក្របពិសេសមួយយ៉ាងបាញ់ Trevor ដែលជា3កំណាត់ការបាញ់របស់អូសាប់នៅពេលនោះដូចជាអត់ប្រយោជន៍ទេព្រោះ Trevor អាចតខ្លួននៅវិញបានដូចធម្មតាបន្ទាប់ពីបានតខ្លួនវិញហើយ Trevor ក៏បានបើកការវាយមហាទៅលើអូសាប់ហើយអូសាប់ក៏បានតដៃវិញដែរនៅពេលនោះក្រុមថយដែលធ្លាប់ជាបេក្ខជនប្រកួតបាននាំគ្នាបួងសួងក្នុងចិត្តសូមឲ្យអូសាប់ឈ្នះដើម្បីពួកគេអាចមានឱកាសក្លាយទៅជាមនុស្សវិញប៉ុន្តែគួរឲ្យសោកស្ដាយដោយសារការបួងសួងរបស់ពួកគេមិនបានសម្រេចព្រោះការប្រយុទ្ធមិនយូរប៉ុន្មានអូសាប់បានចាញ់បន្ទាប់មកស៊ូហ្គើបានរើថ្នាំដែលមានរាងដូចទៅពេលមកជូបោះចូលទៅក្នុងមាត់របស់អូសាប់ហើយគាត់ភ្លក់ថ្នាំខ្លួនឯងទៅតែមិននឹកស្មានថាពេលអូសាប់លេបថ្នាំនោះហើយគាត់ហើរខ្លាំងពេកគាត់បានស្ទុះងើបឡើងមកវិញលៀនភ្នែកលេនដាតគួរឲ្យខ្លាចមែនទែនធ្វើឲ្យស៊ូហ្គើឃើញហើយភ័យឡើងលោកព្រលឹងដួលស្លាប់បាត់មាត់ឆឹងបន្ទាប់ពីស៊ូហ្គើបានដួលស្លាប់មនុស្សដែលនាងធ្លាប់ធ្វើឲ្យខ្លាចទៅជាថយតែប្រមាណបានប្រើរូបរាងមករូបរាងណាមរបស់ពួកគេវិញបានន័យថាប្រតិបត្តិការ SOP នៅពេលនេះទទួលបានជោគជ័យហើយតំណែងនេះបានដឹងដល់ Doflamingo យ៉ាងឆាប់រហ័សបង្កឲ្យមានការជួយច្បងយ៉ាងខ្លាំងដោយសារតែក្រុម Tisco ថ្មីដែលពួកគេប្រមូលបានជាង10ឆ្នាំកន្លងមកនេះនៅទីផុតបានខ្លាយទៅជាមនុស្សវិញទាំងអស់អ្នកខ្លះបានខ្លាយទៅជាកងបរិនខ្លះទៀតបានខ្លាយទៅជាទាហានវាំងហើយក៏មានអ្នកខ្លះខ្លាយទៅជាក្រុមចៅសមុទ្រវិញផងដែរមិនត្រឹមតែមនុស្សទេសូម្បីតែសត្វកាយសាហាវមួយចំនួនក៏ប្រែក្លាយទៅជារូបរាងដើមវិញដែរត្រឡប់ទៅមើលឧស្សាហ៍វិញក្រោយពេលសម្រាប់ការងារហើយគាត់ត្រូវរបបខ្លាំងណាស់ក៏ស្លាប់បាត់មកឆឹងធ្វើឲ្យក្រុមខណ្ឌថាស្មានថាគាត់ស្លាប់បាត់ហើយប៉ុន្តែក្រោយពេលនឹងថាឧស្សាហ៍នៅមានជីវិតនៅឡើយទេពួកគេសប្បាយចិត្តពេកក្រៃងាយទៅមើលក្រុមថយដែលបានខ្លាយទៅជាមនុស្សវិញមានការខឹងសម្បាជាមួយនឹង Doflamingo ខ្លាំងណាស់ពួកគេនាំគ្នាសច្ចាថានឹងតាមសងសឹក Doflamingo ហើយនឹងបាក់ពួករបស់គាត់ឲ្យបានចំណែក Doflamingo វិញមានការខឹងសម្បាយ៉ាងខ្លាំងប៉ុន្តែគាត់មិនទាន់បានចាត់វិធានការទប់ស្កាត់អីផងស្រាប់តែដែលហ៊ានជាមួយក្នុងរូបរាងជាមនុស្សឈ្មោះ Kiros បានស្ទុះមកកាត់ក្បាលគាត់ដាច់ថ្មិល
គ្នាខណៈការនេះយើងនាំគ្នាទៅមើលប្រវត្តិរបស់ Kiros ខ្លះៗកាលពីអាយុ15ឆ្នាំ Kiros គឺជាអក្រិតជនម្នាក់ដែលទាហានវាំងតាមចាប់ខ្លួនមានថ្ងៃមួយស្ដេច Riku បានដឹកនាំទាហានទៅព័ទ្ធចាប់គាត់ដោយផ្ទាល់ទោសរបស់ Kiros គឺគាត់បានវាយឲ្យមនុស្សរបូតជាច្រើនអ្នកហើយនៅសម្រាប់មនុស្សអស់2នាក់ក្រោយមកបន្ទាប់ពីដឹងថា Kiros ធ្វើអញ្ចឹងគឺដើម្បីសងសឹកឲ្យមិត្តភក្តិរបស់គាត់ដែលគាត់ចាត់ទុកថាជាបងប្រុសស្រី Riku ក៏ផ្ដល់ឱកាសឲ្យ Kiros ទៅធ្វើជាបេក្ខជនប្រកួតនៅ Colosseum នៅក្នុងការប្រកួតលើដំបូង Kiros បានផ្ដួលគូប្រកួតរបស់គាត់ឲ្យលួចក្នុងជុំទី1ដោយប្រើតែមួយក្បាច់តែប៉ុណ្ណោះក្រោយមកស្រី Riku បាននិយាយ Kiros ម្ដងទៀតហើយប្រាប់គាត់ថាចង់ឲ្យគាត់ធ្វើជា gladiator បើសិនជា Kiros អាចប្រយុទ្ធគ្នាបាន100ដងគេនឹងដល់លែងគាត់ឲ្យមានសេរីភាពមិនយូរប៉ុន្មាន Kiros អាចប្រយុទ្ធបានចំនួន100ដងអត់មានចាញ់ម្ដងទេប៉ុន្តែដោយសារតែប្រវត្តិរបស់គាត់ធ្លាប់សម្លាប់មនុស្សក្រុមអ្នកទស្សនាបាននាំគ្នានិយាយថាបើសិនជាប្រឡែងគាត់ឲ្យមានសេរីភាពខ្លាចតែគាត់សម្លាប់មនុស្សទៀតទេអញ្ចឹងហើយទៅ Kiros អត់ព្រមទៅណាសុខចិត្តនៅបន្តធ្វើជា gladiator វាយគ្នាឲ្យគេមើលលេងកំសាន្តអញ្ចឹងទៅនៅ Colosseum នឹងអត់មានអ្នកណាផ្លូ Kiros បានទេគាត់ប្រកួត1000ដងឆេះតែ1000ដងធ្វើឲ្យអ្នកទស្សនាមានការពេញចិត្តជាមួយគាត់ខ្លាំងណាស់9ឆ្នាំក្រោយមកនៅក្នុងការប្រកួតលើកទី3000មាន gladiator ម្នាក់ពាក់អាវពណ៌ខៀវបានវាយឲ្យ Kiros ត្រូវរបួសថ្ងាសជាលើកទី1តែប៉ុន្តែពេលហ្នឹង Kiros បានបន្ធូរដៃដោយសារតែដឹងថា gladiator អាវពណ៌ខៀវនោះគឺជាស្ដេច Rikuបន្ទាប់មកនៅអាយុ25ឆ្នាំស្ដេច Riku បានតែងតាំងឲ្យ Kiros ធ្វើជាមេទ័ពគាត់ពិតជាខ្លាំងហើយសង្ហាណាស់មានស្រីមិនតិចអ្នកទេដែលលួចក្រាស់គាត់ក្រោយមកស្ដេច Riku បានបញ្ជាឲ្យ Kiros ទៅធ្វើជាអង្គរការពារកូនស្រីតាពីររបស់គាត់គឺ Scarlet ហើយនិង Viola Scarlet អត់ចូលចិត្ត Kiros ទេដោយសារគាត់ធ្លាប់មានប្រវត្តិជាឃាតករចំណែក Viola ដែលជាប្អូនស្រីរបស់នាង Scan មើលដឹងថា Kiros គឺជាមនុស្សល្អក្រោយមកមានថ្ងៃមួយមានចៅសម្បត្តិមកក្រុមបានមកចាត់ចម្រិតពនាង Scarlet យកទៅនៅថ្ងៃនោះកូនបាន Kiros ហែទឹកទៅជួយទាន់ពនាង Scarlet ច្បាស់ជាមានគ្រោះថ្នាក់ក្រោយពីបានកំចាត់ក្រុមចៅសម្បត្តិបានហើយពនាង Scarlet មានអាការៈទន់ខ្លួនបេះស្លាប់ហើយ Kiros ក៏បានប្រើដៃទៅជួយទប់នៅពេលនោះ Kiros ភ័យណាស់ព្រោះពនាង Scarlet ធ្លាប់ហាមគាត់មិនឲ្យប៉ះខ្លួននាងទេប៉ុន្តែពនាង Scarlet បែរជាលោទៅអោបគាត់យ៉ាងណែនហើយអរគុណគាត់ដែលជួយជីវិតនាងចាប់ពីថ្ងៃនោះមកពនាង Scarlet ចាប់ផ្ដើមរៀនធ្វើម្ហូបដើម្បីយកទៅឲ្យ Kiros ញ៉ាំហើយនាងតែងតែរកឱកាសដើម្បីបាននៅក្បែរ Kiros ប៉ុន្តែ Kiros មិនហ៊ានប្រេះផ្ដាស់ទេហើយដោយសារតែខ្លាចខ្លួនឯងទប់ចិត្តមិនបានក៏ទៅសូមស្ដេចលាលែងពីតំណែងចូលធ្វើជាអង្គរៈរបស់នាងនៅពេលនោះស្ដេចមើលដឹងថា Kiros ឆ្លាញ់ពនាង Scarlet ហើយគាត់ក៏មិនជំទាស់ដែរប៉ុន្តែដោយសារតែ Kiros គឺជារាជសាមញ្ញហើយគ្រាន់មានប្រវត្តិជាឃាតករទៀតបើតាមច្បាប់របស់រាជវង្សគឺមិនអាចទៅរួចទេនៅពេលនោះពនាង Scarlet បានទៅដល់ហើយនិយាយថាបើសិនជាមិនបានរៀបការជាមួយនឹង Kiros ទេនាងសុខចិត្តស្លាប់ដល់ពេលអញ្ចឹងស្ដេច Riku ក៏បានប្រកាសឲ្យប្រជាជនទូទាំងប្រទេសដឹងថាពនាង Scarlet បានស្លាប់បាត់ទៅហើយដោយសារជំងឺតាមពិតទៅគាត់បានឲ្យ Scarlet ទៅរស់នៅជាមួយនឹង Kiros តាមបែបព្រះសាមញ្ញមួយឆ្នាំក្រោយមក Scarlet កើតបានកូនស្រីម្នាក់ឈ្មោះ Rebecca ហើយពួកគេបានរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលប៉ុន្តែវាគួរឲ្យស្ដាយសុភមង្គលរបស់ពួកគេបានឈានដល់ទីបញ្ចប់នៅពេលដែល Flamingo ចូលដល់ទឹកដីរបស់ Dressrosaដែលយប់នោះ Kiros បានលាបប្រពន្ធកូនគាត់ទាំងឡៃដើម្បីចូលទៅក្នុងវាំងជួយស្ដី Riku ពេលទៅដល់មានកូនចៅរបស់ Flamingo 4-5នាក់បានចេញមកស្វាគមន៍គាត់ហើយនៅក្នុងចំណោមនោះក៏មានពនាង Viola ផងដែរ Viola ព្រមធ្វើការជាមួយពួកគេដើម្បីកុំឲ្យពួកគេសម្លាប់ស្ដេច Riku បន្ទាប់មក Monet បានចេញ Kiros ចូលទៅជួប Flamingo ដែលជាស្ដេចថ្មីហើយគ្រាន់តែចូលទៅដល់ភ្លាម Sugar បានគេចាប់ Kiros ដាក់ខ្នោះជើងមុនពេល Flamingo បង្ហាញខ្លួនបន្ទាប់ពីបានឃើញ Flamingo ហើយនឹងបាក់ពួកធ្វើបាបស្ដេច Riku Kiros ចង់ប្រញាប់ចូលទៅជួយស្ដេចភ្លាមប៉ុន្តែគាត់កាត់ច្បាប់នៃជើងរបស់គាត់អត់ដាច់សោះហើយការដែល Flamingo ហៅ Kiros មកជួបគឺដើម្បីបបួលគាត់ឲ្យជួបក្រុមជាមួយយើងប្រហែលជាទីដឹងហើយថាគ្មានថ្ងៃទេពេលនោះ Kiros បានកាត់ជើងខ្លួនឯងហើយលុតទៅវាយប្រហារ Flamingo ប៉ុន្តែសំណាងមិនល្អពេលនោះគាត់ត្រូវបាន Sugar ធ្វើឲ្យខ្លាចទៅជាថ្វាយទោះបីជាអញ្ចឹងក៏ដោយ Kiros នៅតែខ្លាហើយជួយរំដោះស្ដេចចេញពីទីនោះបានគ្រាន់តែថានៅពេលដែល Kiros ខ្លាចជាថ្វាយទៅហ៊ានជើងមួយអញ្ចឹងស្ដេចអត់ចាំទេថាគាត់ស្គាល់មនុស្សម្នាក់ឈ្មោះ Kiros បន្ទាប់មក Kiros បានធ្វើដំណើរទៅជួបប្រពន្ធកូនគាត់វិញនៅកន្លែងដែលគាត់បានណាត់ជួបប៉ុន្តែគួរតក់ស្លុតណាស់នៅតាមផ្លូវគាត់បានឃើញ Scarlet ដែលជាប្រពន្ធរបស់គាត់ត្រូវបានគេបាញ់សម្លាប់ហើយឃាតករដែលបាញ់សម្លាប់នាងគឺ Diamante ដែលជាកូនចៅខ្លាំងម្នាក់របស់ Flamingo សម្រាប់រឿងនេះផងដែរខ្ញុំសូមស្លាប់ត្រឹមតែនេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំឆ្លៀតក្នុងឱកាសនេះខ្ញុំសូមថ្លែងអំណរគុណដល់បងអូនហេងថៃលេខបងអូនចុចចន្ទធីបងអូនមានសម្ផស្សនិងបងអូនសុនសវណ្ណសត្យាព្រមទាំង fan ជាច្រើនអ្នកទៀតដែលផ្ដល់ជាថវិកាដល់លោកខ្ញុំសូមជូនពរអ្នកទាំងអស់គ្នានិងក្រុមគ្រួសារឲ្យមានសុខភាពល្អនិងមានទ្រព្យសម្បត្តិសម្បូរហូរហៀរ